ជំរាបសួរទូរទស្សនិកជនបងប្អូនជនរួមជាតិជាទីគោរពនិងជាទីមេត្រីនៅថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចង់លើកយកមកធ្វើការបង្ហាញនិងប្រៀបធៀបជូនទៅដល់អស់លោកអ្នកនាងនិងបងប្អូនជនរួមជាតិចំពោះគុណធម៌នយោបាយរបស់ប្រមុខថ្នាក់ដឹកនាំជាតិរបស់យើងជាមួយនឹងឯកឧត្តម កឹមសុខា បងប្អូនបានជ្រាបហើយកាលពីវេលាម៉ោង 11 ថ្ងៃទី 8 ខែកក្កដាឆ្នាំ 2026 នេះលោកយាយសៅង៉ែតដែលជាអ្នកម្ដាយបង្កើតរបស់ឯកឧត្តម កឹមសុខាបានទទួលមរណភាពធ្វើឲ្យក្រុមគ្រួសាររបស់ឯកឧត្តម កឹមសុខាមានសេចក្តីទុក្ខសោកក្រៀមក្រំជាពន់ពេកឥតឧបមាដោយសារតែបាត់បង់នៅម្ដាយក្មេកម្ដាយបង្កើតជីដូនរបស់ខ្លួននៅក្នុងគ្រួសារក្រោយពីទទួលបានព័ត៌មាននៃការទទួលនៅមរណភាពរបស់អ្នកម្ដាយបង្កើតរបស់ឯកឧត្តម កឹមសុខាមិនចាំយូរទេក្នុងនាមគុណធម៌នយោបាយរបស់អ្នកនយោបាយបើទោះបីជាកាលពីមុនប្រទាំងប្រទិសគ្នាយ៉ាងមិនក៏ដោយប៉ុន្តែនៅលើឆាកនយោបាយក៏ប៉ុន្តែក្នុងនាមជាឈាមខ្មែរតែមួយសម្ដេចតេជោទទួលបានព័ត៌មានភ្លាមបានចេញនៅសាររំលែកទុក្ខជូនចំពោះឯកឧត្តម កឹមសុខានិងក្រុមគ្រួសារដូចគ្នាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចេញសារដូចគ្នាផងដែរដើម្បីជាការរំលែកនៅមរណទុក្ខជូនចំពោះឯកឧត្តម កឹមសុខានិងក្រុមគ្រួសារក៏ប៉ុន្តែផ្ទុយទៅវិញយើងមើលអ្នកនយោបាយមួយរូបដែលជើងមិនជាប់ដីនោះគឺលោកសំរងស៊ីរហូតមកទល់នឹងម៉ោងប្រហែលជា 5 ព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាបានយើងឃើញសាររបស់លោកសំរងស៊ីចេញសាររំលែកនៅមរណទុក្ខជូនចំពោះលោក កឹមសុខាខណៈដែលកាលពីថ្ងៃទី 10បាទសម្ដេចធិបតីលោកបានចាត់ក្រុមការងារអញ្ជើញចូលរួមពិធីបុណ្យសពអ្នកម្ដាយរបស់លោក កឹមសុខាចំណែកឯសម្ដេចតេជោក្រោយពីបញ្ចប់បេសកកម្មនៅលើទឹកដីនៃខេត្តព្រះវិហារមកវិញមិនបានសម្រាកមិនបានជួបផ្ទះទេគឺតម្រង់ត្រង់មកចូលរួមពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តម កឹមសុខានេះហើយគឺជាគុណធម៌នៃបេះដូងក្នុងនាមជាខ្មែរដ៏មោះមុតរបស់សម្ដេចតេជោខ្ញុំឃើញវីដេអូមួយឃ្លីបនេះខ្ញុំឃើញកិរិយារបស់សម្ដេចតេជោលោកបង្ហាញនៅក្នុងពិធីបុណ្យសពរបស់អ្នកម្ដាយរបស់ឯកឧត្តម កឹមសុខាធ្វើឲ្យខ្ញុំស្ងោចចំពោះភក្ដីភាពចំពោះទឹកចិត្តរបស់សម្ដេចតេជោចំពោះមនសិការក្នុងនាមជាមេដឹកនាំមួយរូបហើយសម្ដេចតេជោក៏លោកណាជាអ្នកផ្ដើមផងដែរនៅក្នុងការជំរុញឲ្យមានការលើកលែងទោសដល់លោក កឹមសុខាក្នុងខណៈដែលលោក កឹមសុខាត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារជាង 20 ឆ្នាំប៉ុន្តែបេះដូងរបស់សម្ដេចតេជោសម្ដេចធិបតីណាថ្វាយទៅអង្គព្រះមហាក្សត្រដើម្បីឲ្យមានការលើកលែងទោសដល់លោក កឹមសុខាប៉ុន្តែចំពោះបុគ្គលសំរងស៊ីអ្នកនយោបាយកាញ់ជើធ្លុះរូបនោះគឺថាមិនបានធ្វើអ្វីដើម្បីជាប្រយោជន៍សម្រាប់លោក កឹមសុខាហើយក៏គ្មានគុណធម៌សម្រាប់លោក កឹមសុខាផងដែរថ្នាក់ដឹកនាំប្រងព្រាតគ្រប់គណៈបកនយោបាយនៃខ្សែរាជវង្សព្រះអង្គម្ចាស់ធម្មីកោព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍនៃព្រះប្រធានរបស់គណៈបកហ៊ុនស៊ិនប៉ិចអាដាមមុំសំណងដូណាយើងសង្កេតឃើញមានលោកលីសធិរយុទ្ធនៃតំណាងគណៈបកឆន្ទៈផងគណៈបកភ្លើងទៀនផងណាគេមកចូលរួមលោកមីសវណ្ណារាគណៈបកចំនួនថ្មីអាដាមចៃបញ្ញរិទ្ធគណៈបកកម្ពុជាជឿនលឿនតំណាងគណៈបកកម្ពុជាប្រជាធិបតេយ្យមូលដ្ឋាននិងគណៈបកដទៃផ្សេងទៀតគេមកចូលរួមយ៉ាងប្រងព្រាតចំណែកសំរងស៊ីដែលយកឈ្មោះលោក កឹមសុខាដើម្បីរកស៊ីនៅក្រៅប្រទេសថាសំរងស៊ី កឹមសុខាជាមនុស្សតែមួយផេះម្ដាយគេស្លាប់តាំងពីយប់ថ្ងៃទី 8 ថ្ងៃទី 9 មិនចេញថ្ងៃទី 10 មិនចេញទាល់តែឃើញសម្ដេចដែលចូលសម្ដេចធិបតីថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជា
មិនត្រឹមតែប្រព័ន្ធនោះខ្ញុំសូមបើកវងចោសូមបីតែសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានគណៈក្បាក្រហមនៃកម្ពុជាក៏បានចាត់តំណាងដើម្បីចូលរួមពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខាផងដែរសម្ដេចទាំងទ្វេគឺចូលរួមទាំងអស់តែម្ដងខុសពីសំរងស៊ីខុសពីជូឡុងស៊ូមារ៉ាខុសពីអាមីអាថោងរបស់សំរងស៊ីដឹងដំណឹងនៃមរណភាពរបស់ម្ដាយលោកកឹមសុខាគ្មាននរណាមួយអើពើគ្មាននរណាមួយអើតក្បាលដើម្បីចេញសារមរណទុកជូនចំពោះមរណភាពនៃសម្ដាយរបស់លោកកឹមសុខានោះទេប៉ុន្តែក្រោយពីរាំងស៊ីចេញសាររំលែកទុកស្រាប់តែអាមីអាថោងដៃជាដៃជើងគេចាប់ដើមសៀអូលោកប្រធានសំរងស៊ីចូលរួមរំលែកទុកបនសពរបស់អ្នកម្ដាយលោកកឹមសុខាខ្ញុំចង់ឲ្យអាចបាទចុះអាពេលដែលសំរងស៊ីមិនទាន់ចេញសារប្រងព្រាតនៃគណៈបកផ្សេងនៃអ្នកនយោបាយផ្សេងមិនក៏មិនប្រកាច់ចូលរួមសាររំលែកទុកទៅនេះឬបេះដូងរបស់អ្នកប្រជាធិបតេយ្យរបស់ពួកលោកឯងអញ្ចឹងខ្ញុំចង់ត្រឡប់បកមកវិញបិទអំបុកកញ្ចក់បេះដូងគុណធម៌នយោបាយគ្មាននរណាខ្លាំងក្រៅពីសម្ដេចតេជោសម្ដេចធិបតីនៃគណៈបកប្រជាជនកម្ពុជាទេសូម្បីតែសម្ដេចម៉ែនសំអនសម្ដេចសង្ឃហម៉ែនសំអនក៏លោកអញ្ជើញទៅចូលរួមในពិធីបុណ្យសពរបស់ដៃរបស់ឯកឧត្តមកឹមសុខាសម្ដេចពិជ័យសេនាធិបាញ់អមដំណើរសម្ដេចធិបតីមកពីព្រះវិហារចូលរួមពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខានិយាយជារួមគឺយើងឃើញថាពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខាក្រុមពួកដែលយកឈ្មោះលោកកឹមសុខាទៅរស់ស៊ីថាសំរងស៊ីកឹមសុខាជាមនុស្សតែមួយផេះនោះមិនបានធ្វើសកម្មភាពហើយមិនបានចាត់តំណែងឬក៏មានអ្នកដទៃមកចូលរួមទេក្រៅតែពីយើងឃើញថាថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខាយ៉ាងប្រងព្រាតអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាតោងយល់ថាបេះដូងគុណធម៌នៃនយោបាយគ្មានបុគ្គលរូបណាបើកបេះដូងគុណធម៌នយោបាយខ្លាំងហើយធំធេងដោយមហាសមុទ្រសាគរក្រៅពីសម្ដេចតេជោសម្ដេចធិបតីថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានោះទេបាទពីមុនរឿងទាំងឡាយគឺទុកចោលពីព្រោះមូលហេតុអីសម្ដេចលោកយល់ឃើញច្បាស់ណាស់នៅបេះដូងគុណធម៌ក្នុងនាមជាខ្មែរដូចគ្នាពីព្រោះកាលពីមរណភាពឯកឧត្តមហ៊ុនណេងក៏ឯកឧត្តមកឹមសុខាដឹកនាំក្រុមការងារទៅចូលរួមផងដែរក្រុមគ្រួសាររបស់សម្ដេចតេជោមានសេចក្តីទុក្ខសោកសង្រេងដោយការបាត់បង់នៅម្ដាយក្មេកបងថ្លៃឬក៏ឯកឧត្តមហ៊ុនសានក៏ឯកឧត្តមកឹមសុខាចាត់តំណាងហើយធ្វើលិខិតណាចូលរួមในសាររំលែកទុក្ខផងដែរទាំងអស់នេះបង្ហាញឲ្យឃើញថាខ្មែរបានមូលគ្នាជាសម្លេងតែមួយនៅពេលដែលម្ដាយរបស់ឯកឧត្តមកឹមសុខាទទួលមរណភាពភ្លាមបាទគឺថាស្អែកឡើងសម្ដេចតេជោសម្ដេចធិបតីចេញសាររំលែកទុកជូនចំពោះឯកឧត្តមកឹមសុខានិងក្រុមគ្រួសារបាត់ស្រមោលសំរាំងស៊ីទៅតែថ្ងៃនេះបាទទៅតែថ្ងៃនេះយើងឃើញថាពួកគាត់បានចេញសារនយោបាយដើម្បីចូលរួមនៅមរណទុក្ខនៃមរណភាពរបស់សពម្ដាយរបស់ឯកឧត្តមកឹមសុខាអញ្ចឹងខុសពីសម្ដេចតេជោសម្ដេចធិបតីដែលលោកមានមនសិការដ៏ធំធេងជាទីបំផុតនៅក្នុងការចូលរួមនៅមរណទុក្ខចំពោះសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខាសរុបជារួមបេះដូងរបស់គណៈបកប្រជាជនកម្ពុជាបេះដូងរបស់សម្ដេចតេជោបេះដូងសម្ដេចធិបតីគឺមហាធំធេងឥតឧបមាក្នុងការចូលរួមនៅមរណទុក្ខរបស់សពអ្នកម្ដាយឯកឧត្តមកឹមសុខាខុសពីសំរាំងស៊ីមានគំនិតចោលមកសៀតសុតសាតណាតើតែឃើញប្រមុខថ្នាក់ដឹកនាំប្រងព្រាតអញ្ជើញទៅចូលរួមនៅក្នុងពិធីបុណ្យសពរបស់អ្នកម្ដាយឯកឧត្តមកឹមសុខាបានចាប់ផ្ដើមស្រវេស្រវាធ្វើជាលិខិតនៅក្នុងការចូលរួមរំលែកនៅមរណទុក្ខរបស់សពនៃអ្នកម្ដាយឯកឧត្តមកឹមសុខាជូនចំពោះឯកឧត្តមកឹមសុខាអញ្ចឹងបងប្អូនមើលទៅពួកសំរាំងស៊ីនេះណាតាំងខ្លួនជាអ្នកធិបតេយ្យគ្មានជាអ្នកធិបតេយ្យស្អីនោះទេគឺជាអ្នកផ្ដាច់ការនិយមហើយគឺជាក្រុមនៃបកពួកនិយមយ៉ាងសតសាតតតែម្ដងណាបាទ
ខុសពីបេះដូងរបស់សម្ដេចតេជោខុសពីបេះដូងរបស់សម្ដេចធិបតីដែលបើកយ៉ាងទូលាយក្នុងនាមខ្មែរតែមួយមិនគិតអំពីនិន្នាការនយោបាយអ្វីទាំងអស់ហើយបានចូលរួមដោយផ្ទាល់របស់សម្ដេចតេជោក្នុងពិធីបន់សពរបស់អ្នកម្ដាយអាដាមកឹមសុខាគឺជាគុណធម៌នយោបាយដ៏ថ្លៃថ្លាគឺជាបេះដូងខ្មែរតែមួយខុសពីសំរងស៊ីគ្មានបេះដូងខ្មែរនោះទេបងប្អូនត្រូវតែចាំឈប់លងឈប់ជឿជាមួយនឹងអ្នកនយោបាយជើងមិនជាប់ដីរូបនេះតទៅទៀតអរគុណជម្រាបលា